ជាអ្នកចូលរួមបង្រៀនច្បាប់កិច្ចការពារនិងលើកកម្ពស់ជនពិការដែរប៉ុន្តែខ្ញុំគិតថាបងប្អូនជនពិការយើងនៅក្នុងខេត្តនីមួយៗមានអាដាមបារងខេត្តទទួលទុកកិច្ចការពិការភាពប៉ុន្តែបងប្អូនដាក់សំណើទៅដើម្បីសូមជួយដោះស្រាយអង់គ្លេសថា no way មានផ្លូវទេមានផ្លូវទេគឺអញ្ចឹងហេតុអីបានអត់មានអ្នកការដូចពួកខ្ញុំខំតស៊ូដើម្បីបំផាត់ជាតិពីទំពុំការពារទឹកដីណាតែជឿមកហើយសូមតែគ្រប់គ្រងទេអត់ចង់បានថាវិការពីអង្គលោកទេសូមតែគ្រប់គ្រងឲ្យតែដល់លទ្ធភាពឲ្យពួកយើងធ្វើបានអត់បញ្ហាទេអញ្ចឹងអ្វីដែលបងប្អូនជនពិការខ្ញុំនឹងបង្ហើយហៅឲ្យខ្ញុំជួយអន្តរាគមន៍ខ្ញុំក៏បានដាក់សំណើទៅគណៈការឡាយសម្ដេចកាលពីខែមុនហ្នឹងទៅដល់លោកគង់ចម្រើនក៏បានទទួលសំណើនឹងទៅហើយទទួលអត់បានប្រយោជន៍ដដែលនឹងអត់មានដំណោះស្រាយសោះអញ្ចឹងពួកគាត់មានការជឿចាប់ណាហើយខ្ញុំបានពិនិត្យលើឯកសារទាំងអស់ឯកសារផ្លូវការនឹងគឺមានច្រើនមែនទែនមានច្រើនម្លឹងហើយនៅតែរកដំណោះស្រាយមិនបានអញ្ចឹងខ្ញុំអត់មានចង់ក្នុងន័យថាឃើញអាដាមអាបាលនៃអាបាលមកអញ្ចឹងខ្ញុំត្រេកអរមែនទែនដើម្បីសូមជួយមេត្តាសង្គ្រោះនៅមេត្តាសង្គ្រោះគាត់តែម្ដងអញ្ចឹងរឿងដីនៅនោះមិនមែនដីនៅទី